ខ្ញុំទៅចិនលើកមុនណាគេនាំខ្ញុំទៅស្គាល់វប្បធម៌ចិនឡើងច្រើនឥឡូវនេះឮថាតារាចិនល្បីមាន follower រាប់លានអ្នកមកលេងខ្មែរខ្ញុំមិនបងអងយូរទេឡើងឡានជិះទៅសៀមរាបតែម្ដងដើម្បីទៅទទួលគាត់ហើយចង់នាំគាត់ទៅស្គាល់វប្បធម៌ខ្មែរយ៉ាងហោចណាស់ក៏បាន 4-5 ដែរពេលទៅដល់សៀមរាបភ្លាមខ្ញុំក៏បានធ្វើការ check in ចូលទៅក្នុងអូតែលហើយអូតែលនេះដែរគឺស្អាតខ្លាំងមែនតើអ្នកនរគ្នាអើយអញ្ចឹងគ្រាន់តែសម្រាប់បានផ្លែតពួកយើងក៏បានបន្តដំណើរទៅទៀតទៅយកពួកគាត់ចេញពីពលានយន្តហោះហើយគ្រាន់តែគាត់មកដល់ភ្លាមគឺគាត់បានស្គាល់នៅវប្បធម៌ខ្មែរមួយអីគឺឆៃយ៉ាំហើយពួកគាត់គឺសប្បាយចិត្តរួមរែកជាមួយយើងហើយខ្ញុំនេះក៏សប្បាយចិត្តដែរដែលបានឃើញពួកគាត់ស្គាល់ពីវប្បធម៌ខ្មែរហើយនឹងចង់នាំគាត់ទៅស្គាល់ឲ្យកាន់តែច្រើនទៀតឯកឡើងព្រឹកឡើងពួកខ្ញុំក៏បាននាំពួកគាត់ទៅឲ្យស្គាល់ជាមួយនឹងអង្គរវត្តហើយខ្ញុំក៏បាននិយាយលេងជាមួយគាត់ដែរហើយគាត់ថាអង្គរវត្តខ្មែរយើងស្អាតខ្លាំងមែនតើហើយគាត់មកនេះគឺមកពីរដងអីមកលើកណាក៏គាត់សប្បាយចិត្តដែរដែលបានឃើញសម្រស់អង្គរវត្តរបស់យើងជាពិសេសនៅខែនេះគឺខែបៃតងទៀតនិយាយពីថាស្អាតអើយសែនស្អាតប៉ុណ្ណឹងគឺអត់ទាន់អស់ហើយអ្នកនរគ្នាពួកគាត់គឺបកកែថតខ្លាំងមែនតើហើយខ្ញុំនេះចូលមើលគាត់ថតឡើងផ្លឹកហ្មងណាខ្ញុំសង្ឃឹមថាការថតរបស់គាត់ទាំងអស់ហ្នឹងបានយកទៅផ្សព្វផ្សាយនៅប្រទេសចិនហើយបានឲ្យប្រជាជនចិនគាត់បានស្គាល់ពីប្រទេសកម្ពុជាបានមកទស្សនាប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនល្ងាចឡើងបន្ទាប់ពីដើរលេងប្រាសាទលេងអីហើយពួកគាត់ក៏បានមកពលានយន្តហោះដើម្បីបន្តដំណើរទៅកាន់ភ្នំពេញហើយមុននឹងឡើងយន្តហោះក៏ពួកគាត់បានឃើញនៅរបាំរបស់ខ្មែរយើងមួយទៀតដែរឡើងពួកគាត់ក៏បានបន្តដំណើរមកកាន់ភ្នំពេញហើយក៏បានធ្វើការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយើងដែរនិយាយទៅគាត់ស្លៀកពាក់ប្រពៃណីខ្មែរមកមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនតែនហើយខ្ញុំនេះដែលជាកូនខ្មែរក៏មានមោទនភាពដែរដែលបានឃើញជនជាតិគេពាក់នៅសម្លៀកបំពាក់របស់ខ្មែរយើងព្រោះអីកាលពីខ្ញុំទៅចិនលើកមុនណាក៏ខ្ញុំបានស្លៀកពាក់នៅសម្លៀកបំពាក់ប្រពៃណីចិនដែរអញ្ចឹងពួកគាត់មកខ្មែរលើកនេះគឺអត់ឲ្យដំឡងទេបាទត្រូវតែចាប់គាត់ពាក់សម្លៀកបំពាក់ខ្មែរតតែបានយ៉ាងណាក៏អរគុណទៅកាន់មូដែរនៅក្នុងដំណើរមួយនេះគឺថាធ្វើដំណើរពីភ្នំពេញទៅសៀមរាបគឺខ្ញុំធ្វើដំណើរតាមរយៈមូហើយខ្ញុំគឺពិតជាណែនាំខ្លាំងមែនតើអ្នកនរគ្នាបើសិនអ្នកនរគ្នាមានការធ្វើដំណើរទៅទីចិត្តទីឆ្ងាយអីកុំភ្លេចមូធ្វើការកក់តាម app របស់មូបើអ្នកនរគ្នាមានអារម្មណ៍ថាចង់ជិះឡានតែឯងអីនេះអាចប្រើប្រាស់ជាមួយនឹងសេវាកម្មមូបានអ្នកបើកបរគឺគាត់មានវិជ្ជាជីវៈហើយបើកបរបានល្អមែនតើមិនថាបើកបរកាត់ទឹកកាត់ភ្លៀងកាត់អីគឺថាធ្វើឲ្យយើងមានអារម្មណ៍ថាសុវត្ថិភាពមែនតើហើយឡានមូគឺទំនើបខ្លាំងនៅខាងក្នុងគឺត្រជាក់ស្រួលហ្មងហើយគេមានទឹកឲ្យយើងញ៉ាំហើយខ្ញុំនេះអង្គុយនៅក្នុងឡានមានអារម្មណ៍ថា special ហ្មងអញ្ចឹងអ្នកនរគ្នាបើសិនជាមានដំណើរកំសាន្តលើកក្រោយកុំភ្លេចនឹកឃើញដល់មូផងខ្ញុំទៅចិនលើកមុនណាគេនាំខ្ញុំទៅស្គាល់វប្បធម៌ចិនឡើងច្រើនឥឡូវនេះឮថាតារាចិនល្បីមាន follower រាប់លានអ្នកមកលេងខ្មែរខ្ញុំមិនបងអងយូរទេឡើងឡានជិះទៅសៀមរាបតែម្ដងដើម្បីទៅទទួលគាត់ហើយចង់នាំគាត់ទៅស្គាល់វប្បធម៌ខ្មែរយ៉ាងហោចណាស់ក៏បាន 4-5 ដែរពេលទៅដល់សៀមរាបភ្លាមខ្ញុំក៏បានធ្វើការ check in ចូលទៅក្នុងអូតែលហើយអូតែលនេះដែរគឺស្អាតខ្លាំងមែនតើអ្នកនរគ្នាអើយអញ្ចឹងគ្រាន់តែសម្រាប់បានផ្លែតពួកយើងក៏បានបន្តដំណើរទៅទៀតទៅយកពួកគាត់ចេញពីពលានយន្តហោះហើយគ្រាន់តែគាត់មកដល់ភ្លាមគឺគាត់បានស្គាល់នៅវប្បធម៌ខ្មែរមួយអីគឺឆៃយ៉ាំហើយពួកគាត់គឺសប្បាយចិត្តរួមរែកជាមួយយើងហើយខ្ញុំនេះក៏សប្បាយចិត្តដែរដែលបានឃើញពួកគាត់ស្គាល់ពីវប្បធម៌ខ្មែរហើយនឹងចង់នាំគាត់ទៅស្គាល់ឲ្យកាន់តែច្រើនទៀតឯកឡើងព្រឹកឡើងពួកខ្ញុំក៏បាននាំពួកគាត់ទៅឲ្យស្គាល់ជាមួយនឹងអង្គរវត្តហើយខ្ញុំក៏បាននិយាយលេងជាមួយគាត់ដែរហើយគាត់ថាអង្គរវត្តខ្មែរយើងស្អាតខ្លាំងមែនតើហើយគាត់មកនេះគឺមកពីរដងអីមកលើកណាក៏គាត់សប្បាយចិត្តដែរដែលបានឃើញសម្រស់អង្គរវត្តរបស់យើងជាពិសេសនៅខែនេះគឺខែបៃតងទៀតនិយាយពីថាស្អាតអើយសែនស្អាតប៉ុណ្ណឹងគឺអត់ទាន់អស់ហើយអ្នកនរគ្នាពួកគាត់គឺបកកែថតខ្លាំងមែនតើហើយខ្ញុំនេះចូលមើលគាត់ថតឡើងផ្លឹកហ្មងណាខ្ញុំសង្ឃឹមថាការថតរបស់គាត់ទាំងអស់ហ្នឹងបានយកទៅផ្សព្វផ្សាយនៅប្រទេសចិនហើយបានឲ្យប្រជាជនចិនគាត់បានស្គាល់ពីប្រទេសកម្ពុជាបានមកទស្សនាប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនល្ងាចឡើងបន្ទាប់ពីដើរលេងប្រាសាទលេងអីហើយពួកគាត់ក៏បានមកពលានយន្តហោះដើម្បីបន្តដំណើរទៅកាន់ភ្នំពេញហើយមុននឹងឡើងយន្តហោះក៏ពួកគាត់បានឃើញនៅរបាំរបស់ខ្មែរយើងមួយទៀតដែរឡើងពួកគាត់ក៏បានបន្តដំណើរមកកាន់ភ្នំពេញហើយក៏បានធ្វើការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយើងដែរនិយាយទៅគាត់ស្លៀកពាក់ប្រពៃណីខ្មែរមកមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនតែនហើយខ្ញុំនេះដែលជាកូនខ្មែរក៏មានមោទនភាពដែរដែលបានឃើញជនជាតិគេពាក់នៅសម្លៀកបំពាក់របស់ខ្មែរយើងព្រោះអីកាលពីខ្ញុំទៅចិនលើកមុនណាក៏ខ្ញុំបានស្លៀកពាក់នៅសម្លៀកបំពាក់ប្រពៃណីចិនដែរអញ្ចឹងពួកគាត់មកខ្មែរលើកនេះគឺអត់ឲ្យដំឡងទេបាទត្រូវតែចាប់គាត់ពាក់សម្លៀកបំពាក់ខ្មែរតតែបានយ៉ាងណាក៏អរគុណទៅកាន់មូដែរនៅក្នុងដំណើរមួយនេះគឺថាធ្វើដំណើរពីភ្នំពេញទៅសៀមរាប
គឺខ្ញុំធ្វើដំណើរតាមរយៈមូហើយខ្ញុំគឺពិតជាណែនាំខ្លាំងមែនតើអ្នកនរគ្នាបើសិនអ្នកនរគ្នាមានការធ្វើដំណើរទៅទីចិត្តទីឆ្ងាយអីកុំភ្លេចមូឬការកក់តាម app របស់មូបើអ្នកនរគ្នាមានអារម្មណ៍ថាចង់ជិះឡានតែឯងអីនេះអាចប្រើប្រាស់ជាមួយនឹងសេវាកម្មមូបានអ្នកបើកបរគឺគាត់មានវិជ្ជាជីវៈហើយបើកបរបានល្អមែនតើមិនថាបើកបរកាត់ទឹកកាត់ភ្លៀងកាត់អីគឺថាធ្វើឲ្យយើងមានអារម្មណ៍ថាសុវត្ថិភាពមែនតើហើយឡានមូគឺទំនើបខ្លាំងនៅខាងក្នុងគឺត្រជាក់ស្រួលហ្មងហើយគេមានទឹកឲ្យយើងញ៉ាំហើយខ្ញុំនេះអង្គុយនៅក្នុងឡានមានអារម្មណ៍ថា special ហ្មងអញ្ចឹងអ្នកនរគ្នាបើសិនជាមានដំណើរកំសាន្តលើកក្រោយកុំភ្លេចនឹកឃើញដល់មូផង